គ្រប់ជំរាបសួរពុកម៉ែបងប្អូនសម្រាប់បងដែលគាត់តែងតែរៀនអនឡាញហើយមិនថាមុខជាខ្ញុំឬក៏កសិកម្មផ្សេងៗទៀតទេហើយឥឡូវខ្ញុំចង់បង្ហាញពីការបង្រៀនរបស់ខ្ញុំតិចតាមរយៈការអនឡាញជាទូទៅមេរៀនខ្ញុំអត់សូវស្មុគស្មាញទេការចាំ BF នេះគឺបងប្អូនចំណេញពេលច្រើនមែនទែនយើងមិនបាច់មកផ្ទាល់នៅកសិដ្ឋានទេដោយសារខ្ញុំបរៀនហ្នឹងគឺរយៈពេលយូរហើយមកដល់ឥឡូវគឺចូល6 7ឆ្នាំហើយតាំងពី COVID មកអញ្ចឹងនេះគឺជាសកម្មភាពដែលខ្ញុំបរៀនបងប្រុសម្នាក់អញ្ចឹងថ្ងៃ$31ហ្នឹងគាត់បានបង់ថវិកាសម្រាប់ការរៀនណាអញ្ចឹងគាត់ជាវអញ្ចឹងខ្ញុំចាប់ដើមសួរនាំគាត់មួយចំនួនហើយក្រោយមកខ្ញុំក៏តម្លាក់មេរៀនគំរូឲ្យគាត់អញ្ចឹងកន្លែងនេះខ្ញុំសុំលឿនបន្តិចនេះគឺគំរូដែលខ្ញុំផ្ញើទៅកាន់គាត់នៅថ្ងៃ31រហូតដល់ថ្ងៃទី1គឺគាត់ទទួលបានពង100ហើយពង100ដែលខ្ញុំផ្ញើទៅនឹងចំនួន1ខាំអញ្ចឹងគាត់ចុះឈ្មោះរៀនថ្ងៃទី31គាត់បង់លុយរួចគាត់ក៏ទទួលពង100នៅថ្ងៃទី1បន្ទាប់ហើយនេះជាការភ្ញាក់របស់គាត់ខ្ញុំតាមដានទៅលើការសិក្សារបស់គាត់ចឹងបងបាច់គំរូខ្ញុំតម្លាក់ឲ្យគាត់នៅខាងលើហើយនេះជាមេរៀនដែលគាត់បង្ហាញមកខ្ញុំពីការចិញ្ចឹមរបស់គាត់ហើយចឹងគាត់ថតខ្ញុំក៏ប្រាប់គាត់បន្តនេះជាសំណេររបស់ខ្ញុំជាសំឡេងរបស់ខ្ញុំទៅកាន់គាត់តែខ្ញុំសូមអត់បើកទេក្នុងចំណុចហ្នឹងហើយខ្ញុំប្រាប់គាត់បាទបងដាក់លពៅដាក់នោះគាត់សួរខ្ញុំក៏តែងតែឆ្លើយអញ្ចឹងណាអញ្ចឹងសកម្មភាពរៀនគឺអញ្ចឹងរហូតដល់ថ្ងៃទី12បានថាពេលនេះគឺតកៅយើងអាយុជិត10ថ្ងៃហើយពួកខ្ញុំ4ថ្ងៃអញ្ចឹងគាត់បន្តបង្ហាញមេរៀនបន្តទៀតការដាក់ចំណេញរបស់គាត់ការថែទាំគឺយើងតែងតែប្រាប់គាត់ខ្ញុំតែងតែប្រាប់គាត់ហើយខាងក្រោយខ្ញុំថាធំជាងមុនហើយបងចឹងថ្ងៃ17ហើយបន្តមកខ្ញុំក៏តម្លាក់គំរូមួយចំនួនសម្រាប់ការរៀបចំរងរយរបស់គាត់ព្រោះ10ថ្ងៃជាងគឺដល់ពេលយើងត្រូវរៀបចំហើយចឹងមានថ្នាក់មានអីនេះជាគំរូបង្ហាញឲ្យគាត់ធ្វើទៅហើយខ្ញុំប្រាប់ថាចំណាយច្រើនមិនគឺគាត់ចាប់ដើមធ្វើហើយរហូតដល់ថ្ងៃទី9គឺ19គាត់ចាប់ដើមថតខ្ញុំតាទៀតចឹងគឺខ្ញុំបរៀនបងប្អូនគឺបែបហ្នឹងណានៅពេលដែលមានសំណួរចម្លើយគឺយើងត្រូវតែឆ្លើយជូនគាត់អញ្ចឹងគាត់តម្លាក់មកគាត់ចាប់ដើមសួរនៅម៉ោង2ម៉ោង3ម៉ោង2:59ចឹងម៉ោង3ហើយអញ្ចឹងខ្ញុំឆ្លើយជូនគាត់កន្លះម៉ោងក្រោយមកប្រហែលតើបងហ្នឹងហើយឲ្យវាស៊ីកូបបាទហើយបន្តមកនេះជាអ្វីដែលគាត់ឆ្លើយមកច្រើនឡើងច្រើនណាគ្រូព្រោះទៅវៀតណាម2 3ថ្ងៃឥឡូវមកវិញឥឡូវទៅកើឡើងពណ៌ខ្មៅច្រើនណាស់បាទអញ្ចឹងរាល់សកម្មភាពដែលបងគឺគាត់រៀនមួយខ្ញុំតែងតែតាមដានទៅលើលទ្ធផលរបស់គាត់ពីមួយជំហានទៅមួយជំហានព្រោះបើតាមដានទេចំណុចខ្លះគឺពេលដែលមានបញ្ហាគឺដោះស្រាយអត់ទាន់ទេអញ្ចឹងគឺត្រូវតែជជែកនិងសួរនាំគ្នាស្ទើររាល់ថ្ងៃភាសាគាត់រវល់ថ្ងៃ22ហ្នឹងគាត់ទើបបង្ហាញមកខ្ញុំសារទៀត10ថ្ងៃបន្តមកនេះថ្ងៃ24ណានេះលទ្ធផលដែលថ្ងៃ24អញ្ចឹងគាត់ខានបង្ហាញមួយថ្ងៃចូលថ្ងៃ24គាត់បន្តតែតកៅគាត់គឺខ្មៅច្រើនហើយគាត់ប្រមូលយកមកទុកដាក់ក្នុងកធុនសម្រាប់ត្រៀមឆ្នោះទៅជា100ហ្នឹងក៏ច្រើនដែរអញ្ចឹងចំនួននេះច្រើនណាស់នេះគាត់កធុននេះធំហើយនឹងមាននៅក្នុងអាងមានអីទៀតអញ្ចឹងត្រឡប់មកវិញសម្រាប់បងប្អូនដែលមានបំណងចង់សិក្សាតាមអនឡាញគឺរៀនបែបហ្នឹងយើងជជែកគ្នាស្ទើររាល់ថ្ងៃហើយលទ្ធផលគឺខ្ញុំតាមដានរាល់ថ្ងៃអញ្ចឹងបងប្អូនមិនចាំបាច់ចំណាយពេលមកដល់កន្លែងទេព្រោះមកដល់កន្លែងក៏ត្រូវតែជជែកគ្នាតាមអនឡាញអញ្ចឹងនាំតែខាតសហុយការធ្វើដំណើរតំបន់ខ្លះគឺឆ្ងាយអញ្ចឹងចាយវាក៏លុយចាយវានឹងចង់ថ្លៃជាងទិញពូជផងអញ្ចឹងចំណុចហ្នឹងបងប្អូនត្រូវតែប្រកាសត្រូវតែច្បាស់ថាការបរៀនមួយគឺអត់ដូចគ្នាទេខ្ញុំផ្សេងអញ្ចឹងអត់អាចប្រៀបការបង្រៀនពីបងប្អូនម្នាក់ទៅបងប្អូនម្នាក់គឺអត់បានទេខ្ញុំដាក់ក្នុងរោងតាគ្រូហើយនៅប៉ុណ្ណឹងនៅតិចនៅប៉ុណ្ណឹងម្ដងពីរដងទៀតតែមើលវាច្រើនគ្រូហើយខ្ញុំទៅឲ្យស៊ីអស់2ប៉ោតពេត្រូឲ្យមន់ស៊ីបាទអញ្ចឹងបងប្អូនត្រូវចាំថាតកៅដែលគាត់ដាក់ឲ្យមន់ហ្នឹង2ធុងពេត្រូហើយអញ្ចឹងមួយធុងយើងវាយទៅ18គីឡូអញ្ចឹងវាអស់30គីឡូជាងហើយនៅច្រើនជាងនឹងទៀតបាទជាចុងក្រោយខ្ញុំក៏សូមអរគុណសម្រាប់បងប្អូនដែលតែងតែគ្រប់គ្រងការរៀនអនឡាញជាជាក់លើកសិដ្ឋានជំនួយ BF Farm យើងនឹងផ្ដល់នូវអ្វីដែលបងប្អូនជឿទុកចិត្តពិសេសគឺការបង្រៀនដោយអស់ពីចិត្តថ្លើមហើយយើងធ្វើយ៉ាងណាឲ្យគាត់ទទួលបាននូវផលផ្លែផ្កាទី1គោលបំណងរបស់យើងគឺចង់ឲ្យបងប្អូនចេះឲ្យច្រើនតើតើនឹងការចិញ្ចឹម BF នេះព្រោះវាមានប្រយោជន៍ច្រើនមែនទែនដោយសារពួកខ្ញុំឆ្លងកាត់ច្រើនមកហើយយើងក៏ចែករំលែកតគ្នាទៅអរគុណសម្រាប់បងប្អូនដែលចង់សិក្សាតាមអនឡាញអាចរៀនជាមួយខ្ញុំបានគ្រាន់តែទិញពូជទៅគឺខ្ញុំបរៀនហើយបើបរៀន free គឺខ្ញុំផុស free នៅលើ YouTube ក៏មាននៅលើ TikTok ហើយនៅលើ Facebook នោះក៏ច្រើនដែរអញ្ចឹងបងប្អូនចង់ចេះអត់មានអីក្រៅពីទិញពូជទៅរៀនទេអាហ្នឹងគឺយើងចង់ចេះមែនទេតែបើថាគ្រាន់តែសួរនាំអត់ចេះទេតើយើងយកទៅចិញ្ចឹមតែម្ដងហើយបើថាឲ្យខ្ញុំរៀបរាប់ថាចិញ្ចឹមវាមិនហ្នឹងគឺមិនដឹងរៀបរាប់ពីចំណុចណាទៅទេគាត់ថាការចំណាយគឺកុំគួរចំណាយច្រើនតាក់ទងទៅនឹងការចិញ្ចឹម BS ដូចជាការរៀបចំទ្រុងរៀបចំរងរយមុនអីហ្នឹងគឺអត់តាន់ទេអាចចិញ្ចឹមនៅក្នុងតង់ប្លាស្ទិកឬសពុតភ្លៀងអីក៏បានដែរអរគុណបងអរគុណបាទ